ប្រវត្តិសង្ខេបរបស់ប្រាសាទនាគពាន់គឺជាប់នឹងផ្លូវវងធំនិងប្រាសាទតូចជាច្រើនក្បែរអង្គរវត្តផងដែរឬក្នុងចំណោមប្រាសាទដែលមានលក្ខណៈពិសេសបំផុតនៅក្នុងតំបន់អង្គរខេត្តសៀមរាបវាមិនមែនជាប្រាសាទធំទូលាយទេប៉ុន្តែត្រូវបានសាងសង់នៅលើកោះសិប្បនិមិត្តមួយនៅកណ្ដាលស្រះបារាយដែលធ្វើឲ្យវាមើលទៅដូចជាកោះអណ្តែតក្នុងទឹកព័ត៌មានសំខាន់អ្នកសាងសង់ព្រះបាទជ័យវរ្ម័នទី7 1181 1220ឆ្នាំសាងសង់ប្រហែលឆ្នាំ1191ចុងសតវត្សទី12សាសនាព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់ព្រះលោកេស្វរឬអវលោកតេស្វររចនាបថបាយ័នឈ្មោះដើមប្រាសាទរាជស្រីមានន័យថាសម្រាប់ព្រះមហេសីឬស្ត្រីនៃព្រះរាជាទីតាំងនៅកណ្ដាលបារាយណ៍ជ័យដាក់និងស្ថិតនៅលើអតែមួយជាមួយប្រាសាទព្រះខ័នលក្ខណៈពិសេសនៃស្ថាបត្យកម្មប្រាសាទនាគពាន់មានរចនាសម្ព័ន្ធតែមួយគត់គឺស្រះកណ្ដាលមួយដែលមាននាគពាន់នាគពីរក្បាលរុំគ្នានៅគែមស្រះបង្គោលកណ្ដាលមួយដែលមានរូបចម្លាក់ព្រះពុទ្ធឬព្រះអវលោកតេស្វរនៅកណ្ដាលស្រះតូចចំនួន4ព័ទ្ធជុំវិញស្រះកណ្ដាលតំណាងឲ្យទន្លេ4ក្នុងទេវកថាហិណ្ឌូគង្គាសិន្ធុនិងផ្សេងទៀតស្រះទាំងនេះត្រូវបានគេជឿថាជាទឹកព្យាបាលជំងឺដែលជាមន្ទីរពេទ្យសាសនាមួយក្នុងយុគសម័យអង្គរនេះគឺជារូបភាពគួរឲ្យចាប់អារម្មណ៍នៃប្រាសាទនាគពាន់ពីលើនិងពីចម្ងាយអត្ថន័យនិងជំនឿពិសេសប្រាសាទនាគពាន់ត្រូវបានគេជឿថាជាមន្ទីរពេទ្យបុរាណមួយក្នុងចំណោមមន្ទីរពេទ្យ102កន្លែងដែលព្រះបាទជ័យវរ្ម័នទី7បានសាងសង់ទឹកក្នុងស្រះទាំង4ត្រូវបានគេយកទៅប្រើសម្រាប់ព្យាបាលជំងឺផ្សេងឧទាហរណ៍ជំងឺក្តៅជំងឺត្រជាក់ជំងឺខ្យល់ជំងឺដីការងូតទឹកនៅស្រះនេះត្រូវបានគេជឿថាអាចជំនះបាបនិងព្យាបាលរោគសន្លប់រូបនាគពីរក្បាលដែលជាប់គ្នាតំណាងឲ្យការការពារនិងធម៌ពលនៃព្រះពុទ្ធសាសនាប្រាសាទនេះក៏មានទំនាក់ទំនងជាមួយទេវកថាពីឥណ្ឌាដូចជារឿងព្រះបាល់ហាដែលជាសត្វសេះពណ៌ជួយសង្គ្រោះអ្នកណាប់ផ្សងព្រេងស្ថានភាពបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះប្រាសាទនាគពាន់នៅតែរក្សាភាពស្រស់ស្អាតនិងអាចកំបាំងជាពិសេសនៅរដូវវស្សាដែលទឹកជុំវិញកោះឡើងខ្ពស់ធ្វើឲ្យវាមើលទៅដូចជាកោះអណ្ដែតអ្នកទេសចរត្រូវដើរតាមស្ពានឈើដើម្បីចូលទៅទស្សនាវាជាគោលដៅទេសចរដ៏ពេញនិយមមួយនៅក្នុងរង្វង់ធំអង្គរប្រាសាទនាគពាន់មិនត្រឹមតែជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះទេថែមទាំងបង្ហាញពីភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរក្នុងការរួមបញ្ចូលសាសនាវិទ្យាសាស្ត្រនិងស្ថាបត្យកម្មជាមួយគ្នាបើអ្នកមកទស្សនាអង្គរកុំភ្លេចបន្ថែមប្រាសាទនេះក្នុងបញ្ជីរបស់អ្នកណាតើអ្នកចង់ដឹងបន្ថែមអំពីរូបចម្លាក់ឬរបៀបទៅទស្សនាទេជាការរៀបរៀងនិងមើលប្រវត្តិសាស្ត្រតាមក្រាំងនិងការសិក្សាបន្ថែមតាមសាលាចារឹកនៅតាមប្រាសាទនានានោះជាពិសេសនោះសូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរប្រសិនបើមានការខុសឆ្គងដោយប្រការណាមួយនោះឬក៏អក្ខរាវិរុទ្ធឬក៏ការនិយាយស្ដីឬក៏ការតុបតែងរូបភាពឬអក្សរសូមមេត្តាខន្តីពីសំណាក់ពុកម៉ែបងប្អូនផងដែរសូមអរគុណ